នៅក្នុងព្រៃ Amazon ស្រមោចភ្លើងមានច្បាប់រស់រានមានជីវិតដ៏កែសាហាវមួយនៅពេលដែលទឹកជំនន់មកដល់ស្រមោចរាប់លានក្បាលត្រូវខាំជាប់គ្នាយ៉ាងតឹងដើម្បីបង្កើតជាក្បួនជីវិតដ៏ធំមួយស្រមោចនៅរង្វង់ខាងក្រៅត្រូវទ្រទ្រង់ចរន្តទឹកនិងគ្រោះថ្នាក់យ៉ាងខ្លាំងចំណែកស្រមោចនៅកណ្ដាលក្បួននឹងមានសុវត្ថិភាពបំផុតការលះបង់របស់អ្នកខាងក្រៅគឺជាក្តីសង្ឃឹមតែមួយគត់របស់វងទាំងមូលប៉ុន្តែថ្ងៃមួយមានស្រមោចទាហានដ៏ធំនិងលោកដុនមួយក្បាលបានគិតថាខ្លួនឯងឆ្លាតជាងគេវាបានដណ្ដើមយកចំណីទាំងអស់នៅកណ្ដាលក្បួនប៉ុន្តែប៉ុណ្ណោះវាមិនព្រមឲ្យស្រមោចនៅខាងក្រៅចេញទៅផ្លាស់ប្ដូរវេននៅខាងក្រៅទេស្រមោចដែលអស់កម្លាំងត្រូវវាធាក់ទម្លាក់ចូលក្នុងទឹកដើម្បីបិទផ្លូវក្រោយវាគិតថាដរាបណាវានៅចំចំណុចកណ្ដាលមានអ្នកផ្សេងទៀតធ្វើជាបាទូការពារវានោះវានឹងក្លាយជាអ្នកឈ្នះប៉ុន្តែវាភ្លេចរឿងសំខាន់មួយអ្នកដែលនៅខាងក្រៅក៏ជាមនុស្សដែលកំពុងការពារវាវីដេអូនេះឧបត្ថម្ភផ្ដាច់មុខដោយ AZA Express គឺជាក្រុមហ៊ុនដឹកជញ្ជូនទំនិញពីចិនជួយបង្រៀនទិញទំនិញពីចិនដោយខ្លួនឯងជួយឆាយទំនិញចរចាពីរោងចក្រផ្ទាល់ដោយឥតគិតថ្លៃបងប្អូនអាចតាក់ទងតាមរយៈ Facebook Page ឬ Telegram QR Code ខាងលើបានប៉ុន្មានថ្ងៃក្រោយមកស្រមោចនៅក្នុងរង្វង់ខាងក្រៅចាប់ផ្ដើមអស់កម្លាំងពួកវាគ្មានកម្លាំងសូម្បីតែតោងគ្នាជាប់ម្ដងមួយក្បាលពួកវាក៏លងទឹកបាត់ទៅក្បួនដ៏ធំដែលធ្លាប់តែរឹងមាំក៏ចាប់ផ្ដើមបែកបាក់វងត្រីដែលកំពុងតែឃ្លានស្ទុះពួកវាប្រហារលើកនេះគ្មានរបាំងការពារទៀតទេស្រមោចដ៏ធំដែលធ្លាប់តែស៊ីចំណីតែឯងរហូតដល់ធាត់នោះប្រឹងរត់គេចទាំងភ័យខ្លាចតែពេលវាក៏លេចមើលជុំវិញទើបដឹងថាមិនមានបងប្អូនរាប់លានក្បាលនៅក្បែរវាទៀតទេទីបំផុតរាងកាយដែលធ្ងន់របស់វាក៏ធ្លាក់ចូលទៅក្នុងទឹកជ្រោះហើយខ្លាចជាចំណីត្រីនេះហើយគឺជាសោកនាដកម្មនៃភាពអាត្មានិយមមនុស្សជាច្រើនគិតថាការក្តោបក្តាប់ធនធានទាំងអស់ការរស់នៅដើម្បីតែខ្លួនឯងការទាត់អ្នកដទៃឲ្យដួលនឹងធ្វើឲ្យខ្លួនឯងជាអ្នកឈ្នះប៉ុន្តែពួកគេមិនដឹងថាថ្ងៃដែលជួបធំមកដល់អ្នកដែលធ្លាប់នៅខាងក្រោមក៏ជាមនុស្សដែលធ្លាប់ទប់ទល់ជំនួសអ្នកដែរមនុស្សដែលខ្លាំងពិតមិនមែនជាអ្នកដែលរស់នៅតែឯងបានទេតែគឺជាអ្នកដែលដឹងគុណចេះថែរក្សាអ្នកដែលកំពុងតែជួយទ្រទ្រង់អ្នកកុំមើលងាយអ្នកនៅខាងក្រោមកុំយកប្រយោជន៍ពីអ្នកដែលស្មោះត្រង់នឹងអ្នកព្រោះនៅថ្ងៃដែលអ្នកដួលអ្នកដែលធ្លាប់ការពារអ្នកប្រហែលជាមិននៅទីនេះទេពេលដែលអ្នកកំពុងតែបំផ្លាញមនុស្សដែលជួយជ្រោមជ្រែងអ្នកក៏កំពុងបំផ្លាញផ្លូវរស់ដោយខ្លួនឯងដែរ